បាទសម្រាប់បងប្អូនដែលអត់ទាន់បានចុច Subscribe Channel សូមបងប្អូនចុច Subscribe Channel របស់ខ្ញុំបាទមួយផងបាទអរគុណច្រើនមាននិទានមួយដំណាលថាមានខ្លាទោលមួយទៅដេកលើរូងពស់ពស់លូនចេញមកក៏ចឹកខ្លានោះស្លាប់នៅមាត់រូងទៅនៅថ្ងៃនោះជួនជាមហាឫសីមួយអង្គនិមន្តគោចរទៅឃើញខ្លានោះស្លាប់ក៏មេត្តាបានប្រោះខ្លានោះឲ្យរស់ឡើងវិញលុះប្រោះរួចហើយខ្លានោះក៏រស់ដឹងខ្លួនឡើងវិញនិយាយថាអញកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃជាលំនៅរបស់អញដេកឡើយព្រះស្ដែងហ៊ានមកធ្វើឲ្យអញភ្ញាក់ម្ល៉េះហើយអញខំព្រះស្ដែងស៊ីពំលែងឡើយឮដូច្នោះមហាឫសីក៏ឆ្លើយថាព្រះស្ដែងដេកលើរូងពស់ចាត់ស្លាប់អញប្រោះព្រះស្ដែងឲ្យរស់ឡើងវិញទេគួរតែព្រះស្ដែងសងគុណអញដេកឡើយក៏ព្រះស្ដែងគិតខំអញស៊ីអញទៅវិញមហាឫសីនិងខ្លាប្រកែកជជែកគ្នាមិនអស់មិនហើយទើបនាំគ្នាទៅប្តឹងចចកថ្លែងប្រាប់តាមដំណើររៀងខ្លួនទៅចចកចិញ្ចឹងគិតថាអញនៅក្នុងព្រៃសពថ្ងៃពឹងពាក់អនុភាពខ្លាបើអញកាត់ដីឲ្យខ្លាចាញ់សូមអញនឹងពឹងពាក់អនុភាពខ្លានៅនាព្រៃនេះពុំបានឡើយចចកគិតដូច្នេះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីឯចចកកាត់យ៉ាងនេះហៅថាឆន្ទាគតិមហាឫសីមិនសុខចិត្តប្រកែកគ្នាទៅវិញទៅមកហើយក៏នាំខ្លាទៅប្តឹងគោថ្លែងប្រាប់តាមដំណើររៀងខ្លួនដូចមុនទៀតគោគិតថាបើអញកាត់ក្តីឲ្យខ្លាចាញ់ហើយសំខ្លានេះស្អប់អញរៀនខំអញមិនខានឡើយទើបគោកាត់ក្តីឲ្យខ្លាស៊ីមហាឫសីគោកាត់ក្តីយ៉ាងនេះយើងហៅថាភយាគតិមហាឫសីមិនសុខចិត្តក៏នាំខ្លាទៅប្តឹងស្វាគិតថាកាលមុនមានតារាម្នាក់ធ្លាក់ទៅក្នុងអណ្ដូងឪពុកអញជួយសង្គ្រោះយោងឡើងមកលើមាត់អណ្ដូងបានមានខ្លាមួយគិតមកស៊ីតារានោះឪពុកអញនាំតារានោះឲ្យឡើងទៅលើដើមឈើបានរួចអំពីភ័យបរិះនោះបែរជាចិត្តអាក្រក់សម្រាប់ឪពុកអញវិញស្វាគិតដូច្នោះហើយទើបកាត់ក្តីឲ្យខ្លាស៊ីមហាឫសីស្វាកាត់ក្តីយ៉ាងនេះហៅថាទោសាគតិមហាឫសីមិនសុខចិត្តក៏នាំខ្លាទៅប្តឹងថ្មាតគិតថាសប្តាហ៍ថ្ងៃនេះអញបានរំភាសម្ងអំពីខ្លាជាអាហារចំណីប្រវត្តិមិនដែលដាច់ឡើយបើអញកាត់ក្តីនេះឲ្យខ្លាចាញ់ហើយមិនដាច់ឡើយអញនឹងបានស៊ីរំភាខ្លានេះទៀតថ្មាតគិតដូច្នោះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីថ្មាតកាត់ក្តីយ៉ាងនេះហៅថាលោភាគតិមហាឫសីមិនសុខចិត្តក៏នាំខ្លាទៅប្តឹងទេព្រះគិតថាមនុស្សទាំងភូមិដែលព្រៃអាស្រ័យដោយរូបឈើផំទាំងឡាយចេះតែកាច់មេឃហើយទន្លឹកស្ទុះសម្បរធ្លោកកាត់ដាច់ទេព្រះគិតដូច្នោះហើយក៏កាត់ក្តីឲ្យខ្លាស៊ីមហាឫសីទេព្រះកាត់ក្តីយ៉ាងនេះហៅថាមោហោគតិមិនទៀងត្រង់ឡើយមហាឫសីមិនសុខចិត្តក៏នាំខ្លាទៅប្តឹងទន្សាយហើយប្រាប់ថាខ្លានេះដេកលើរុនពូវែកពេលដែលពូវែកចេញមកក៏ចិត្តស្លាប់អាត្មាសូត្រមន្តបណ្ដេញពឹសពស់ឲ្យខ្លារស់ឡើងវិញដោយគិតថាខ្លានេះនឹងតបគុណអាត្មាឥឡូវនេះមិនដេចក៏ខ្លាប្រាថ្នាស៊ីអាត្មាទៅវិញតាមតែពិចារណាឲ្យអាត្មាចុះឯខ្លាប្តឹងថាខ្ញុំកំពុងតែដេកលក់ជាសុខសប្បាយក្នុងព្រៃស្រាប់តែព្រះស្ដែងសរនេះធ្វើខ្ញុំភ្ញាក់ហេតុនេះព្រះស្ដែងនេះខ្ញុំត្រូវតែខំស៊ីព្រះស្ដែងនេះមិនសុខចិត្តក៏នាំខ្ញុំទៅប្តឹងទីតកាត់ក្លេឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តក៏នាំខ្ញុំទៅប្តឹងគោកាត់ក្លេឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តក៏នាំខ្ញុំទៅប្តឹងស្វាកាត់ក្លេឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តក៏នាំខ្ញុំទៅប្តឹងថ្មកាត់ក្លេឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តក៏នាំខ្ញុំទៅប្តឹងទេព្រះទៀតទេព្រះកាត់ក្តីឲ្យខ្ញុំស៊ីឫសីនេះមិនសុខចិត្តក៏នាំខ្ញុំមកប្តឹងលោកតាមតែលោកពិចារណាឲ្យខ្ញុំផងចុះទន្សាយស្ដាប់ពាក្យមហាឫសីនិងពាក្យខ្លាហើយក៏ពិចារណាដោយប្រាជ្ញាឆ្លៀសវៃឆ្វេងយល់អាចសេចក្តីហើយប្រាប់ថាបើដូច្នោះចូលមហាឫសីនិងបងខ្លានាំគ្នាទៅដល់ទីដែលកើតហេតុនោះ
ហើយឲ្យបងខ្លានោះដេកឲ្យចំកន្លែងចាស់ឲ្យអញបានយល់ហើយនឹងពិចារណាដោយប្រការនោះ ទើបមហាឫសីនិងខ្លាបបួលគ្នាទៅនាំទាំងទន្សាយទៅផងលុះទៅដល់កន្លែងនោះហើយខ្លាក៏ប្រះដេកទៅទីដដែលនោះយូរបន្តិចពស់វែកចេញមកក៏ចឹកខ្លានៅមាត់រន្ធនោះស្លាប់ម្ដងទៀតកាលបើឃើញខ្លានោះស្លាប់ហើយទន្សាយប្រាប់មហាឫសីថា សូមលោកមើលខ្លានោះចុះហេតុតែឥតធម៌វង្វេងភ្លេចគុណគេឥឡូវពុំរំលងនឹងកម្មពៀវេលាឡើយតាំងពីពេលនេះទៅមុខលោកកុំធ្វើគុណនឹងខ្លាឲ្យសោះ ទន្សាយកាត់ក្តីយ៉ាងនេះហៅថាសុគតិកមេណੰដំណើរល្អឬក៏សុចរិតប្រកបដោយយុត្តិធម៌ បាទហើយរឿងរបស់យើងក៏ចប់តែត្រឹមប៉ុណ្ណឹងបាទសូមបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំបាទមួយផងអរគុណច្រើន